តានរណាជាចៅលួចឥឡូវអេនិយាយថាខ្ញុំចង់ដឹងថាតើត្រូវរងចាំយូរប៉ុណ្ណាទៀតទៅទើបអាចគិតលុយបាន B និយាយថាខ្ញុំពិតជាប្រញាប់ណាស់សូមមេត្តាលឿនបន្តិច C និយាយថាពួកអ្នកគួរតែគោរពចាស់ទុំដោយឲ្យខ្ញុំទៅមុនទៅ D និយាយថាខ្ញុំគិតថាពួកអ្នកគួរតែកត់សម្គាល់ថាខ្ញុំជាស្ត្រីមានផ្ទៃពោះម្នាក់ស៊ើបអង្កេតចូលពិនិត្យមើលតម្រុយតើអ្នកគិតថានរណាដែលជាចៅលួចឪឡឹកនៅក្នុងហាងនេះចម្លើយជាការពិតណាស់បុរស A គឺជាចៅព្រោះបាល់ទាត់នេះមើលទៅធ្ងន់ខ្លាំងណាស់ហើយតាមពិតទៅវាគឺជាផ្លែឪឡឹកអ្នកលួចនំខេកតើនរណាជាអ្នកលួចញ៉ាំនំខេក A និយាយថាខ្ញុំទើបតែចូលមកទេកុំសង្ស័យខ្ញុំអី B និយាយថាខ្ញុំទើបតែបានមកដល់ទីនេះទេ C និយាយថាខ្ញុំទៅទិញកាដូទើបតែមកដល់វិញ D និយាយថាខ្ញុំកំពុងតែសម្អាតអនាម័យយ៉ាងយកចិត្តទុកដាក់មិនបាននៅក្បែរនំខេកទេមិត្តឆ្លាតសូមពិនិត្យមើលតម្រុយតើអ្នកគិតថានរណាជាអ្នកលួចញ៉ាំនំខេកចម្លើយគឺជាក្មេងប្រុសស៊ីព្រោះនៅលើដៃអាវវែងរបស់គេមានប្រឡាក់ក្រែមនំខេកក្រែមលាបមាត់តើនរណាជាអ្នកលួចប្រើក្រែមរបស់ម៉ាក់ A និយាយថាខ្ញុំតែងតែប្រើកូឡាទៀនសម្រាប់គូរូមិនបានប៉ះពាល់ក្រែមរបស់ម៉ាក់នោះទេ B និយាយថាខ្ញុំចូលចិត្តលេងជាមួយទុនសាយតូចខ្ញុំមិនចាប់អារម្មណ៍នឹងក្រែមរបស់ម៉ាក់ឡើយមិត្តឆ្លាតតើអ្នកដឹងទេថានរណាទៅដែលបានយកក្រែមរបស់អ្នកម្ដាយមកប្រើនោះចម្លើយគឺជាក្មេងស្រី B ពីព្រោះនៅលើច្រមុះទុនសាយដែលនាងកំពុងកាន់នោះមានប្រឡាក់ស្នាមក្រែមរបស់អ្នកម៉ាក់តើនរណាជាអ្នកសម្លាប់តោកំណាចនេះ A និយាយថាខ្ញុំទើបតែឃើញវានៅធម្មតាមុននេះទេ B និយាយថានរណាទៅដែលគ្មានក្តីអាណិតមេត្តា C និយាយថាខ្ញុំបានឮសំឡេងស្រែកហើយប្រញាប់មកជួយសង្គ្រោះប៉ុន្តែវាហួសពេលបាត់ទៅហើយមិត្តឆ្លាតចូលពិនិត្យមើលតម្រុយតើអ្នកគិតថាវាស្លាប់ដោយរបៀបណាចម្លើយបុរសស៊ីជាអ្នកសម្លាប់ព្រោះសត្វតោកំណាចនេះមានចុងអាវុធបាក់នៅជាប់ខ្លួនហើយនៅក្នុងដៃរបស់គេកំពុងកាន់អាវុធមួយកំណាត់ទៀតចៅលួចកូនតើនរណាជាអ្នកលួចទារកទើបចាប់កំណត់នេះ A និយាយថាកូនរបស់ខ្ញុំគួរឲ្យស្រឡាញ់ខ្លាំងណាស់ B និយាយថាឆាប់ប្រគល់ទេវតាតូចដែលគួរឲ្យស្រឡាញ់មកខ្ញុំវិញ C និយាយថាខ្ញុំមិនដែលឃើញនាងមានកូនទេកុំមកនិយាយផ្ដេសផ្ដាសដូច្នេះតើអ្នកអាចជួយនាងរកឃើញកូនទេចម្លើយស្ត្រីស៊ីគឺជាអ្នកលួចយកកូនរបស់នាងទៅពីព្រោះកូនរបស់នាងនៅក្នុងពោះនៅឡើយដូច្នេះកូននេះច្បាស់ជាមិនមែនជាកូនរបស់នាងនោះទេតើនរណាជាអ្នកលួចកូនរបស់គេ A និយាយថានេះជាកូនប្រុសរបស់ខ្ញុំនៅជាមួយគ្នារហូត B និយាយថាតើកូនរបស់ខ្ញុំនរណាគេយកអញ្ចេះ C និយាយថាកុំបារម្ភអីប្រហែលជាអ្នកគ្រូពេទ្យយកទៅមើលហើយមិត្តឆ្លាតចូលពិនិត្យមើលតម្រុយតើអ្នកគិតថានរណាជាអ្នកលួចកូនរបស់គេទៅប៉ូលីសខ្លាំងខ្លាយតើមួយណាជាប៉ូលីសខ្លាំងខ្លាយ A និយាយថាច្បាស់ណាស់ថាសម្លៀកបំពាក់របស់ពួកនាងគឺជារបស់ខ្លាំងខ្លាយ B និយាយថាសូមជឿជាក់លើខ្ញុំមកទីនេះដើម្បីជួយសង្គ្រោះអ្នកទាំងអស់គ្នា C និយាយថាការងារថ្ងៃនេះហត់ខ្លាំងណាស់ខ្ញុំគ្រាន់តែចង់ទៅផ្ទះដូច្នេះតើអ្នកគិតថានរណាជាប៉ូលីសខ្លាំងខ្លាយ
ចម្លើយស្ត្រី B គឺជាប៉ូលីសខ្លែងខ្លាយព្រោះតែមុខរបស់នាងមាននិមិត្តសញ្ញាខុសគេព្រមទាំងអាវក្នុងរបស់នាងមានសន្តានជាអាវរបស់អ្នកទោសទៀតផងជាងជួសជុលខ្លែងខ្លាយតើនរណាជាជាងជួសជុលខ្លែងខ្លាយនោះ A និយាយថាខ្ញុំមកទីនេះយូរជាងពួកអ្នកទាំងអស់គ្នា B និយាយថាខ្ញុំអាចនិយាយបានថាខ្ញុំជាអ្នកជំនាញបំផុតនៅទីនេះ C និយាយថាខ្ញុំជាជាងបច្ចេកទេសដែលថៅកែជួលមកនៅក្នុងប្រាក់ខែខ្ពស់ជាងគេដូច្នេះតើអ្នកស៊ើបអង្កេតដ៏ឆ្លៀសវៃអាចរកឃើញថាអ្នកណាមិនមែនជាជាងជួសជុលរថយន្តពិតប្រាកដបានទេចម្លើយបរិសុទ្ធមិនមែនជាជាងជួសជុលរថយន្តនោះទេព្រោះគេមិនបានរួមចំណែកនៅក្នុងការជួសជុលឡាននេះទេកាលៈទេសៈដ៏លំបាកតើនរណានឹងបាត់បង់ជីវិតមុនគេ A និយាយថាព្រះអើយខ្ញុំខ្លាចកណ្ដុរខ្លាំងណាស់ B និយាយថានរណាក៏បានដែរជួយខ្ញុំផងខ្ញុំទ្រាំមិនបានទេ C និយាយថាមានក្លិនស្អុយខ្លាំងណាស់ខ្ញុំថប់ដង្ហើមហើយដូច្នេះតើអ្នកស៊ើបអង្កេតដ៏អស្ចារ្យតើអ្នកគិតថានរណានឹងស្លាប់មុនគេនោះចម្លើយស្ត្រី C នឹងស្លាប់មុនគេព្រោះនាងនៅក្នុងបំពង់ដែលមានឧស្ម័នពុល